Bàជំរាបសួរបងប្អូនដែលស្រឡាញ់បាក់សីប្រមាញ់ទាំងអស់គ្នាបាទថ្ងៃនេះចង់បញ្ចែកម្លែកមួយពីប្រភេទបាក់សី free fly នេះគេហៅថា black kite បងប្អូន black kite គឺជាប្រភេទបាក់សី free fly បាទយើងហៅជាភាសាខ្មែរណាខ្លែងខ្មៅអញ្ចឹងណាបងប្អូនរូបរាងវាស្អាតធំដូចអានេះទំហំវាប្រៀបធៀបទៅវាប្រហែលស្ទាំងសមុទ្រដែរហ្នឹងប៉ុន្តែគ្រាន់តែសម្រស់វារាងអែមហើយវាខ្មៅបើស្ទាំងសមុទ្រវាឆ្នាំទី2ឆ្នាំទី3វាបដូរពណ៌ពីពណ៌រាងអញ្ចឹងទៅពណ៌កសខ្លួនក្រហមអីវិញហ្នឹងទៅបាទហើយសម្រាប់សត្វនេះដែរវាកំពុងតែជារុះរោមបងប្អូនវាជារុះរោមនេះបងប្អូនរុះរោមមានន័យថាយ៉ាងម៉េចបាទជំរុំរោមគឺវាដូររោមថ្មីបងប្អូននេះវាកណាញ់រោមវាណាព្រោះសត្វតែវាស្រឡាញ់ខ្លួនវារៀងកណាញ់ទៅមើលស្លាបវារៀងដោះថ្មីនេះវាអានេះវាចូលឆ្នាំថ្មីអញ្ចឹងវាតម្លាក់អារោមចាស់វាចោលដើម្បីវាបង្កើតរោមថ្មីបាទកតុយអីស្អាតបងប្អូនប្រភេទនេះយើងអាចលេងបានតែ free fly ទេបងប្អូនវាជាប្រភេទបាក់សីប្រមាញ់ដែរប៉ុន្តែថ្នាក់វាជាប្រភេទបាក់សី free fly បងប្អូនមួយចំនួនកុំយល់ច្រឡំថាប្រភេទបាក់សីប្រមាញ់ដែលយើងអាចយកមកគឺយើងអាចប្រមាញ់បានទាំងអស់ចឹងបងប្អូនសីប្រមាញ់យើងបែងចែកជា2ប្រភេទ free fly និងប្រភេទប្រមាញ់ដូចពួកនេះឃើញវាអញ្ចឹងឃើញបងប្អូនឃើញកញ្ញាំឃើញអីហ្នឹងមើលអូយកដេញចាប់សត្វដេញចាប់អីបានអញ្ចឹងប៉ុន្តែអត់ទេអានេះគឺធម្មជាតិរបស់វាពីស៊ីកដោស៊ីត្រីស៊ីកែបស៊ីអីឬក៏កូនសត្វកូនអីហ្នឹងទេហើយវាអាចឆ្មក់ចាប់សត្វអីដែលទូចជាងវាខ្លះអីទៅបាទបើឲ្យវាទៅប្រមាញ់គឺអត់ទេអានេះបងប្អូនបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទគេដល់ម៉ោងច្រៀងអញ្ចឹងសូមបញ្ចប់វីដេអូហ្នឹងហើយខ្លាចជាប់ copyright